ថ្ងៃនេះមកស្វែងយល់អំពីចិត្តវិទ្យាមួយក្នុងករណីមួយមូលហេតុអីបានមនុស្សចាស់ភាគច្រើនគាត់មួម៉ៅច្រើនពេលគាត់ចាស់ទៅគាត់មួម៉ៅច្រើនអញ្ចឹងជាក់ស្ដែងក្មេងកាត់មកទុនពេលចាស់មែនទែនទៅក៏ទុនដូចគ្នាដែរអញ្ចឹងសូម្បីតែលក្ខណៈរុក្ខធាតុនេះគឺបង្ហាញស្រាប់ហើយថាពេលមកហើយណាពេលចិត្តទៅវិញគឺស្តៀងគ្នាមិនខុសគ្នាប្រហែលទេចំណែកឯផ្លូវចិត្តក៏អញ្ចឹងដែរកាលពីក្មេងខឹងម៉ែខឹងឪអីអាងខឹងមួម៉ៅអាងយំដល់ពេលចាស់ទៅក៏មិនខុសគ្នាពីក្មេងប្រហែលដែរគឺអាងអញ្ចឹងដូចគ្នាអាងខឹងអាងមួម៉ៅអាងយំក៏មានដែរអញ្ចឹងមូលហេតុដែលមនុស្សចាស់មួម៉ៅច្រើនអាចថាមកពីកត្តាជីវសាស្ត្ររបស់គាត់ហើយជាពិសេសគឺកត្តាផ្លូវចិត្តជាពិសេសគឺអារឿងដែលមិនស្របចិត្តពួកគាត់ហ្នឹងកុំថាឡើយមនុស្សចាស់សំបីតាយើងក្មេងៗនេះបើជួបរឿងណាដែលផ្ទុយឬក៏មិនស្របចិត្តគឺយើងខឹងភ្លាមអញ្ចឹងមនុស្សចាស់គឺគាត់ជួបរឿងមិនស្របចិត្តច្រើនឧទាហរណ៍ថាលក្ខណៈជីវសាស្ត្រគាត់ក៏ធ្លាប់ដើរលឿនក៏ដើរលេងលឿនធ្វើអីមើលអីស្ដាប់អីវាអត់តាមចិត្តគាត់អញ្ចឹងហ្នឹងហើយជាហេតុនាំឲ្យមនុស្សចាស់ភាគច្រើនគាត់មួម៉ៅច្រើនគាត់ចង់ធ្វើអីក៏មិនបានស្ដាប់អីមើលអីនិយាយនោះគឺអត់ដូចចិត្តគាត់វាស្របនឹងចិត្តគាត់អញ្ចឹងជំនួសឲ្យចិត្តមួម៉ៅហ្នឹងពេលចាស់ទៅគួរតែចម្រើនសតិបញ្ញាសម្របសម្រួលផ្លូវចិត្តពីក្មេងឲ្យហើយមានថាយើងក្មេងនេះខ្ទង់អាយុ20 30នេះយើងសម្របសម្រួលផ្លូវចិត្តយើងឲ្យហើយថាចាស់ទៅគឺយើងអាចថាធ្វើម៉េចឲ្យចម្រើនសតិបញ្ញាកាត់បន្ថយការខឹងណែបានច្រើនទើបធ្វើឲ្យផ្លូវចិត្តរបស់យើងនឹងរក្សាផ្លូវចិត្តរបស់យើងឲ្យបានល្អហើយកូនចៅក៏ចូលចិត្តទៅលេងជាមួយដែរដោយសារយើងអត់ខឹងអត់មួម៉ៅច្រើនអញ្ចឹងពេលចាស់ទៅអត់សូវឯកាអត់សូវអបសុខប្រហែលទេនិយាយឲ្យខ្លីមកគឺរៀនកាត់មានះថាឧទាហរណ៍ថាធ្លាប់ធ្វើនេះធ្វើនោះបានថានៅតែខ្លាំងនេះខ្លាំងនោះយើងកាត់រៀនកាត់ម្នាក់ហ្នឹងពេលចាស់ទៅនិយាយឲ្យខ្លីគឺត្រូវយល់ព្រមតាមដំណើរនៃធម្មជាតិគឺព្រមចាស់គឺយើងព្រមចាស់នោះចិត្តយើងស្រួលទៅតាមនឹងដែរហើយពេលចាស់ទៅក៏ស្លូតចុះហេតុអីបានកាចមួម៉ៅហើយទៅទាស់គ្រប់យ៉ាងគឺឧទាហរណ៍ថាពឹងគេអត់បានចង់ឲ្យគេជូនទៅណាគេមិនងាយជូនទៅគឺខឹងធ្លាប់តែពីក្មេងអត់ពឹងគេធ្លាប់តែធ្វើអីបានតាមចិត្តខ្លួនឯងដល់ពេលចាស់ទៅធ្វើអត់បានអានឹងខឹងអញ្ចឹងដើម្បីកាត់ចិត្តមួម៉ៅនឹងបានមានតែព្រមទៅតាមដំណើរធម្មជាតិព្រមតាមដំណើរធម្មជាតិកុំខឹងកាត់អាម្នាក់នឹងចោលណាអានឹងសន្តិភាពផ្លូវចិត្តយើងក៏ល្អគេក៏ចូលចិត្តដែរនេះមិនមែនសម្រាប់តែមនុស្សចាស់ទេសម្រាប់ពីក្មេងយើងគិតទៅហើយថាពេលយើងចាស់ទៅគឺយើងត្រូវតែកាត់អាម្នាក់នឹងចោលយើងព្រមចាស់ទៅតាមដំណើរធម្មជាតិយល់តាមហ្នឹងណាអញ្ចឹងបានមានពាក្យគេនិយាយមួយថាសេចក្តីទុក្ខកើតមកពីតណ្ហាត្រង់នេះមិនសំដៅលើតណ្ហាប្រុសស្រីទេគឺសំដៅលើការចង់បានឲ្យដូចចិត្តតណ្ហាចង់បានដូចចិត្តចុះឧទាហរណ៍មនុស្សចាស់វិចារគាត់ចង់ឲ្យគេមកលេងឬក៏ពេលខ្លះគេមកលេងគេមកតែមួយផ្លេតអីចឹងក៏ខឹងគេដែរវាអត់ដូចចិត្តអញ្ចឹងបើគិតត្រូវតែបន្តិចអាចគិតថាអូគេអត់បានមកប្រហែលជាគេរវល់ជាប់ធ្វើនេះធ្វើនោះប្រកបកិច្ចការផ្សេងអញ្ចឹងគឺស្រៀនសម្របសម្រួលចិត្តកុំប្រឆាំងជាមួយនឹងធ្វើម៉េចអាងអីក៏មិនដូចអាងកាលពីក្មេងៗដូចកាលពីក្មេងៗដូចកូនក្មេងហ្នឹងណានិយាយនោះគឺសម្របតាមផ្លូវចិត្តព្រមចាស់តាមដំណើរធម្មជាតិកាត់ម្នាក់កាត់ទោសៈកាត់មោហៈចោលអញ្ចឹងផ្លូវចិត្តរីកចម្រើនហើយរស់នៅជាមួយកូនចៅក៏សុខដុមរមនាទៅតាមនឹងដែរនឹងជាការយល់ឃើញ